បាទសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមានឃ្លីបវីដេអូមួយពាក់ព័ន្ធមួយ basic អឺ QA ពាក់ព័ន្ធមួយការងារម៉ៅក្រូបាតអញ្ចឹងខ្ញុំ analyze ទៅលើការងារក្រូបាតក្នុងផ្ទៃ1ម៉ែត្រការ៉េអឺដែលយើងប្រើក្រូនេះ30ណាអញ្ចឹងសម្ភារៈក្នុងការងារក្រូមានដូចជាសំណង់សាច់ដូចពីរខ្សាច់រៀបមានទឹកមានក្រូហើយនឹងវាយស៊ីមែនពពុះសំណង់ខាងពពុះសំណង់កាយយ៉ាងហ្នឹងហើយកម្រាស់នេះគឺ25មីលីម៉ែត្រ អញ្ចឹងនេះស្ពេចដែលខ្ញុំបានមកណាស្ពេចក្នុង1ម៉ែត្រការ៉េខ្ញុំប្រើអស់ស៊ីម៉ង់ប៉ុន្មានអីប៉ុន្មានហ្នឹងនេះក្នុង1ម៉ែត្រការ៉េខ្ញុំប្រើអស់ស៊ីម៉ង់10គីឡូហើយចំពោះខ្សាច់ខ្ញុំប្រើអស់5គីបហើយចំពោះខ្ញុំប្រើអស់2គីបហើយពាក់ព័ន្ធជាមួយនឹងអឺចំនួនក្រូហ្នឹងគឺខ្ញុំប្រើអស់ប៉ុណ្នេះណាក្រូ30ហ្នឹងក្នុងមួយបុករបស់វាហ្នឹងមាន11សន្លឹក11សៀតនេះណាហើយជំរាបសំងកាយក្នុង1ការ៉េយើងប្រើប៉ុណ្នេះ ស្ពេចនេះខ្ញុំបានពីស្ពេច QS របស់ក្រុមហ៊ុនខ្ញុំណាអញ្ចឹងខ្ញុំយកមកចែករំលែកតិចហើយអាហ្នឹងមាន reference ក្នុងសៀវភៅរបស់បរទេសមួយដែរខ្ញុំមានដូចជា reference ហ្នឹងហើយនឹងការងារជាក់ស្ដែងដែលខ្ញុំធ្វើនៅសារ estimate មើលវាខ្ទង់ប៉ុណ្្នឹងឯងចឹងអាស្ពេចហ្នឹងគឺត្រឹមត្រូវអញ្ចឹងស្ពេចហ្នឹងគឺបានមកច្បាស់លាស់អានេះហើយសម្រាប់ឥឡូវយើងចូលមកដល់ quantity ដែលគេឲ្យមកណាអញ្ចឹងក្នុង1ម៉ែត្រការ៉េខ្ញុំយកស្ពេចតាមនេះយកស្ពេចតាមអាហ្នឹងណាអញ្ចឹង1ម៉ែត្រការ៉េខ្ញុំប្រើអស់ប៉ុណ្ណឹងប្រហែលសំងប៉ុណ្នេះហើយសាច់ប៉ុណ្ណឹងហើយប៉ុណ្នេះហើយនឹងក្រូប្រើប៉ុណ្ណឹងហើយនឹងចំពោះសំងកាយខ្ញុំប្រើអស់0.12គីឡូហ្នឹងឯងក្នុងផ្ទៃ1ម៉ែត្រការ៉េណាអញ្ចឹងពាក់ព័ន្ធមួយ rate បានន័យថាម៉េច rate ពាក់ព័ន្ធមួយតម្លៃទូទៅដាក់មកណាដូចថាឥឡូវស៊ីម៉ងនេះគឺក្នុងមួយបាវខ្ញុំគិតមកនេះមួយបាវវា$5មែនទេហើយក្នុងមួយបាវវាមានប្រហែល50គីឡូអញ្ចឹងខ្ញុំប្រើអស់ប៉ុន្មានខ្ញុំប្រើអស់1ការ៉េប៉ុន្មានគីឡូ10គីឡូអញ្ចឹងក្នុងមួយការ៉េខ្ញុំប្រើតែ$0.10ទេបានន័យថាខ្ញុំយកតម្លៃចំនួន$5ចែកឲ្យ50អញ្ចឹងឃើញចំនួនក្នុងមួយការ៉េណាព្រោះមួយការ៉េខ្ញុំប្រើ10គីឡូអញ្ចឹងឃើញថ្លៃប៉ុណ្ណឹង$0.10ទេក្នុងមួយការ៉េណាហើយពាក់ព័ន្ធមួយខ្សាច់ជាទូទៅបើតាមយើងវិភាគមើលទៅមានតែតាមតំបន់ណាដូចទីតាំងខ្លះបើខ្ញុំធ្លាប់ទៅធ្វើការនៅខេត្តតំបន់ខ្លះនៅខេត្តហ្នឹងខ្សាច់មួយគីបតាមប៉ុន្មានរៀលហ្នឹង8 9រៀលទេដូចនៅពោធិ៍សាត់នៅអីចឹងណាតែបើដូចជានៅភ្នំពេញនេះវាអាចតាមដេប៉ូស្តង់ដារវាអាចចន្លោះនេះ16រៀល10.35អីហ្នឹងអញ្ចឹងខ្ញុំយក generate វា10.35ទៅណាអាហ្នឹងវាជា generate វាមួយក្នុងមួយគីបអញ្ចឹងក្នុងសាច់មួយការ៉ូការងារការ៉ូមួយការ៉េខ្ញុំប្រើអស់ប៉ុណ្នេះគីបនេះណាអញ្ចឹងយកមកគុណអាហ្នឹងមកចំពោះទឹកខ្ញុំប្រើអស់នេះ0.50អាហ្នឹង rate ទូទៅហើយណាអាហ្នឹងស្ពេចត្រឹមត្រូវណាស្ពេចពីក្រុមហ៊ុនណាហើយពពួកតម្លៃគីឡូនេះអានេះខ្ញុំបានពីដេប៉ូមកណាចុចចាក់នេះអាហ្នឹងក្នុងមួយកេសវាក្នុងមួយកេសការ៉ូ30មាន11សន្លឹកហើយសម្រាប់សំងកាយគឺប៉ុណ្្នេះឯង3.8ណាអញ្ចឹងដល់ពេលយើងបានអា rate ទូទៅសរុបនឹងហើយយើងរកតម្លៃសរុបគឺយើងរកយកប៉ុន្មានមកគុណមួយ rate ហ្នឹងមកគឺឃើញហ្នឹងអឺតម្លៃសរុបនៅក្នុងសមាសធាតុសម្ភារៈមួយហើយតែគ្រាន់តែនេះខ្ញុំចង់បញ្ជាក់កន្លែង rate នេះវាអាចខ្លះវាអាចប្រែប្រួលទៅតាមការកម្មង់អីរបស់អ្នកនរគ្នាទៅតាម supply មួយឧបមាថាដូចស៊ីម៉ងចេះស៊ីម៉ងតបើសិនជាយើងយកច្រើនតោនពេលខ្លះគេគិតឲ្យយើង4រៀលឬមួយក៏3រៀល5 3រៀល8ទេក្នុងមួយបាវយើងចែកជាបាវព្រោះភាគច្រើនមកយើងកម្មង់ច្រើនគេអត់គិតជាបាវគិតជាតោនឲ្យមកហើយសម្រាប់ខ្សាច់ដូចគ្នាដែរខ្សាច់បើយើងយកច្រើនក៏គេអាច discount តម្លៃឲ្យចឹងដែរទៅណាតែនេះខ្ញុំគិតជាតម្លៃ generate ទេអញ្ចឹងវាអាចមានប្រែប្រួលកន្លែងនេះណាតែគាត់ថា spec នេះគឺវា standard របស់ខ្ញុំឯងក្រុមហ៊ុនខ្ញុំអញ្ចឹងទៅហើយវាមានក្នុងសៀវភៅមានអីដែរមកជាមួយគ្នាអញ្ចឹងណាអញ្ចឹងអានេះយើងឥឡូវយើងវិលមកដល់នេះតម្លៃនេះវិញអញ្ចឹងតម្លៃវិញនេះគឺបានមកពីអានេះមកពីអា quantity នេះគុណជាមួយនឹង rate នេះគឺឃើញប៉ុណ្ណឹងអញ្ចឹងបានន័យថាស៊ីម៉ងតនៅក្នុងមួយការ៉េគឺខ្ញុំប្រើអស់$1.01ណាហើយខ្សាច់ខ្ញុំប្រើអស់$0.49ក្នុងមួយការ៉េហើយទឹកអាចថាប៉ុណ្ណឹងទៅនេះ00មកន័យថាវាអត់ដល់នេះប៉ុណ្ណឹងវាតិចតួចមែនតើទឹកណាហើយវាជាច្រើនទូទៅបើការងារយើងម៉ៅពេលខ្លះខាងនេះអ្នក support ឲ្យអញ្ចឹងណាខាងម្ចាស់គម្រោងគាត់អ្នក support ឲ្យយើងអញ្ចឹងទៅតែក៏ចឹងអាហ្នឹងវាអាចយើងបូកផ្សំគ្នាតិចតួចទៅហើយសម្រាប់
ប្រូគឺ500ជាងនឹងឯងហើយសម្រាប់សំណងការខ្ញុំប្រើអត់តែប៉ុណ្្នេះនេះ0.22ទេក្នុង1ការ៉េ$22ចឹងពាក់ព័ន្ធមួយតម្លៃសរុបនៅសម្ភារៈខ្ញុំបានម្នាក់ឯងគឺ$7.24បើន័យថាខ្ញុំយកអាចំនួននេះបូកចូលគ្នាទាំងអស់តម្លៃសម្ភារៈមួយមួយហ្នឹងមានខ្សាច់ស៊ីម៉ង់អីហ្នឹងគឺចូលគ្នាទាំងអស់វាឃើញប៉ុណ្្នឹងឯងតែតម្លៃដែលខ្ញុំឃើញ7.24ហ្នឹងគឺខ្ញុំអត់ទាន់គិតជាមួយនឹង profit ចូលទេបើន័យថា7.24គឺជាតម្លៃដើមរបស់ខ្ញុំឯណាអញ្ចឹងខ្ញុំអត់មានគិតប្រាក់ចំណេញអីទេ profit ហ្នឹងគឺជាប្រាក់ចំណេញ profit ស្មើនឹងប្រាក់ចំណេញអញ្ចឹងខ្ញុំអត់ទាន់នេះទេអត់ទាន់គិតទេ profit ហ្នឹងខ្ញុំអត់ទាន់គិតប្រាក់ចំណេញទេអញ្ចឹងយើងមកដល់ការងារពាក់ព័ន្ធមួយកម្លាំងពលកម្ម labor អញ្ចឹងgenerate unit rate ដែលគេឲ្យទូទៅវាអាចនឹងចន្លោះ3កន្លះ$3កន្លះហ្នឹងគឺយើងគិត profit ហើយក្នុង1ការ៉េណាពាក់ព័ន្ធមួយការងារគ្រូបាទអញ្ចឹងអ្នកខ្ញុំមានដូចជា skill ហ្នឹងខ្ញុំមិនចង់និយាយថាពីពាក់ព័ន្ធមួយជាងជំនាញណាជាងជំនាញយើងហៅថា skill ដល់ពេលពាក់ព័ន្ធមួយកម្មករនេះខ្ញុំប្រើ normal បើន័យថាកម្លាំងធម្មតាអញ្ចឹងទៅលាក្បាលលាអីចឹងណាអញ្ចឹងអានេះ$15ជាមួយនឹង$18នេះអានេះគិតជាថ្ងៃគាត់ណាបើន័យថាមួយថ្ងៃយើងធ្វើការ8ម៉ោងអញ្ចឹង8ម៉ោងសម្រាប់ជាងជំនាញខ្ញុំគិតឲ្យ$5ហើយសម្រាប់កម្លាំងធម្មតាក្នុងមួយនាក់ខ្ញុំគិតឲ្យ9រៀលដោយសារតែ2នាក់8-10រៀលមែនទេអញ្ចឹង8ម៉ោងណាអញ្ចឹងយើងចង់ដឹងថាតើ8ម៉ោងគាត់ធ្វើបានប៉ុន្មានការ៉េអញ្ចឹងយើង estimate មើលនេះយើងអាចវាតម្លៃជាក់ស្ដែងទៅអាចនឹងក្នុង40មីនិតគាត់ធ្វើបាន1ការ៉េអញ្ចឹងទៅណាធ្វើបាន1ការ៉េអញ្ចឹងបើយើងចង់ដឹងថា8ម៉ោងនេះគាត់ធ្វើបានប៉ុន្មានការ៉េយើងអាចធ្វើតាមរូបមន្តនេះស្មើនឹង60គុណឲ្យ8ចែកឲ្យ40បានន័យថាម៉េចបានន័យថាក្នុង1ម៉ោងមាន60នាទីមែនអត់អញ្ចឹងយើងយក60មកគុណឲ្យ8មកព្រោះយើងមាន8ម៉ោងក្នុងមួយថ្ងៃយើងធ្វើការទូទៅអាហ្នឹងអញ្ចឹងយកមកចែកយើងចំនួននាទីដែលយើងធ្វើបាន1ការ៉េនេះអញ្ចឹងយើងនឹងឃើញចំនួនការ៉េហើយណាវានឹងឃើញចំនួនការ៉េដែលយើងធ្វើអញ្ចឹងវាឃើញ12ហ្នឹងឯងអញ្ចឹងក្នុងមួយថ្ងៃ8ម៉ោងហ្នឹងគឺឃើញគឺយើងធ្វើបាន12ការ៉េសម្រាប់ជាងដែលយើងដាក់ប៉ុណ្ណឹងយើង estimate generate ទូទៅសម្រាប់ការកម្លាំងពលកម្មណាអញ្ចឹងបើយើងចង់ដឹងថាតើក្នុងមួយការ៉េហ្នឹងជាងជំនាញហើយនឹងកម្មករធម្មតានេះគាត់ធ្វើឲ្យយើងត្រូវថវិកាប្រមាណក្នុងមួយការ៉េឲ្យគាត់អញ្ចឹងណាអញ្ចឹងនេះយើងមើលនេះវាបាន1.25មានន័យថាយើងយកតម្លៃពលកម្មដែលយើងឲ្យគាត់ក្នុងមួយថ្ងៃ8ម៉ោងហ្នឹងនឹងចែកមកចំនួនដែលយើងដែលគាត់ធ្វើបានក្នុងមួយថ្ងៃនេះស្មើ12ការ៉េនេះអញ្ចឹងវាឃើញក្នុង1ការ៉េ1.25ហើយសម្រាប់ labor ដូចគ្នាដែរណាវាស្មើនឹងអឺចំនួនតម្លៃពលកម្មសរុបដែលគាត់ធ្វើក្នុងមួយថ្ងៃយកមកចែកឲ្យចំនួនការ៉េដែលគាត់ធ្វើបានដូចគ្នាអញ្ចឹងនឹងឃើញចំនួនតម្លៃនៅក្នុង1ការ៉េដែលគាត់ធ្វើបានឲ្យយើងដែលយើងធ្វើចំណាយគាត់អញ្ចឹងណាអញ្ចឹងសម្រាប់ការងារហ្នឹងខ្ញុំ total មកខ្ញុំគិតថា2នាក់ហ្នឹង3នាក់ហ្នឹងសរុបទាំងអស់គឺអស់តែ2.75ឯក្នុងមួយការ៉េក្នុងមួយការ៉េណាដល់$3ទេប៉ុន្តែដោយសារអីដោយសារតែនេះជាតម្លៃពាក់ព័ន្ធមួយ labor ទូទៅឯងយើងអត់ទាន់គិត profit ទេអញ្ចឹងអានេះវា2.75ទូទៅឯណាអញ្ចឹងមកតនេះទៀតគឺ general expense គឺខ្ញុំបូកថែមទៅលើសម្ភារៈមានដូចជាអីគេខ្លះក្តារ V ក្តារ V ហ្នឹងមួយទៅហើយមានកែវស្ទង់មានពពុះរងរឹតរងសៀតអីចឹងទៅអញ្ចឹងណាលភាអញ្ចឹងទៅយើងយកតា3.25បានហើយអាហ្នឹងវាទូទៅហើយដោយសារតែអីដោយសារតែពពុះសម្ភារៈអស់ហ្នឹងឧបករណ៍អស់ហ្នឹងគឺយើងទិញទៅយើងមិនប្រើបានតែម្ដងទេវាអាចប្រើបានច្រើនឬការខូចខាតអីចឹងវាអាចថែទាំវាឬមួយក៏អាចរក្សាទុកវាបានល្អហ្នឹងយើងប្រើបានច្រើនដងទៀតអញ្ចឹងខ្ញុំគិតថាខ្ញុំឆាតតែ3.25ទេអញ្ចឹងពាក់ព័ន្ធមួយ material ហ្នឹងគឺខ្ញុំថែមប៉ុណ្្នឹងឯងនេះបានន័យថាយក7.24នេះមកបូកថែម3.25%ទៀតខ្ញុំគុណនឹង1.025នេះបន្ថែមទៀតអញ្ចឹងឃើញទាំងអស់7.38ទៅលើសម្ភារៈណាអាហ្នឹងយើងគិតចំណាយផ្សេងៗតែពពួកហ្នឹងគឺយើងនេះ7.38គឺតម្លៃដើមទេហើយបើយើងសរុបពាក់ព័ន្ធមួយ material ជាមួយនឹងlabor
ខ្ញុំយកបូកចូលគ្នាមកបានន័យថាខ្ញុំយកអា2.75នេះមកបូកនឹង7.48នេះគឺឃើញ10.23 10.23នឹងគឺជាតម្លៃដើមទេតម្លៃដើមសម្ភារៈជាមួយនឹងសម្ភារៈនិងអឺសម្ភារៈនិងពលកម្មទេណានឹងពលកម្មសម្រាប់ការងារនឹងទេការងារក្រោយយើងមកក្នុងមួយការ៉េហ្នឹងឃើញទេទៅ10.23ទេតែក្នុងនោះដែរយើងគិត profit បន្ថែមណាព្រោះយើងធម្មតាយើងមកយើងចង់ចំណេញខ្ញុំ profit បន្ថែមខ្ញុំយក15%ហ្នឹងគឺនេះឃើញទេខ្ញុំយក10.23ហ្នឹងមកបូកមកគុណខែ1.5ទៅអញ្ចឹងវាឃើញប៉ុន្មានវាឃើញ11.76អញ្ចឹងតម្លៃដែលខ្ញុំម៉ៅនៅក្នុង1ម៉ែត្រការ៉េទាំងពលកម្មជាមួយនឹងសម្ភារៈខ្ញុំយក11.76ក្នុង1ម៉ែត្រការ៉េណាការងារក្រោបបាតដែលយើងប្រើក្រោ30នឹងឯងហើយនេះខ្ញុំដាក់ note ខាងក្រោមមានការងារ material ជាមួយ labor ហ្នឹងយើង include profit ហ្នឹងមានន័យថាយើងបញ្ចូលពាក្យចំណេញហើយក្នុងហ្នឹងគឺ11.76ណាហើយសម្រាប់ material ដែលអានេះ material តម្លៃដើមនេះដែល exclude profit អញ្ចឹងប្រើអស់7.48នេះណាសម្រាប់ labor ដូចគ្នាដែរគឺអត់គិតជាមួយនឹងប្រាក់ចំណេញអីទេគឺយើងស្មើនឹង2.75អញ្ចឹងឥឡូវក្នុង1ការ៉េយើងស្មានថាវាចំណេញបានប៉ុន្មានឥឡូវស្មើចេញមកណាអឺស្មើនឹង11.76មែនទេ11.76ដកឲ្យ10.23អញ្ចឹងវាសល់1.53ថា1.50កន្លះចាស់ក្នុង1ការ៉េទាំងសម្ភារៈមួយពលកម្មយើងចំណេញបានប៉ុណ្្នឹងឯងហ្នឹងយើងគិតប្រាក់ចំណេញពីលើបន្ថែមគេណានេះអាហ្នឹងយើងម៉ៅការ៉ូយើងម៉ៅទាំងសម្ភារៈជាមួយនឹងពលកម្មតែបើយើងសួរថាឥឡូវយើងម៉ៅតែពលកម្មទេពលកម្មគឺខ្ញុំដាក់ general unit rate ក្នុង1ការ៉េចូលបានណាគីឡូការ៉ូបានមិនថាការ៉ូ60ការ៉ូ30អីទេពីច្រើនខ្ញុំឃើញតម្លៃដែលគេដាក់ពីចន្លោះ3រៀលទៅ4រៀលតាមកន្លែងខ្លះក៏ដេញបាន4រៀលអញ្ចឹងទៅណាគីឡូតែ standard មែនទែនត្រឹម3រៀលកន្លះហ្នឹងគឺខ្ញុំគិតថា standard ហើយសម្រាប់ការ៉ូបាននៅថ្ងៃទីផ្សារបច្ចុប្បន្នណាយើងគិតថាពលកម្មឯអាហ្នឹងខ្ញុំនិយាយថាពលកម្មទេអឺអញ្ចឹងតម្លៃហ្នឹងវាបានមកពីការបំបែករបស់ខ្ញុំទាំងអស់ហ្នឹងទីមិនឃើញយើងឃើញសាប់ពីច្រើនគាត់ម៉ៅថា3រៀលគាត់យកកាត់ដោយសារវាមកពីកត្តាដែលខ្ញុំចងហ្នឹងណាអញ្ចឹងខ្ញុំឃើញការងារនឹងល្អខ្ញុំចង់ជាចែកម្លែកតិចទៅបើពាក់ព័ន្ធជាមួយនឹងអ្នកម៉ៅដែលគាត់ម៉ៅយូរឆ្នាំហើយគាត់មាន rate របស់គាត់ការងារម្ខាងគាត់ត្រូវដាក់តម្លៃប៉ុន្មានអាហ្នឹងមកចាំចងចេះទេគាត់អាចមានជាមេតូតគាត់ឬមួយក៏គាត់ដឹង rate ដឹងអីគាត់អាចនឹងធ្វើដាក់មកចាញ់បារោអញ្ចឹងណាបើខ្ញុំធ្លាប់ធ្វើប៉ះដោយសារខ្ញុំកាន់សាយអញ្ចឹងខ្ញុំធ្លាប់ធ្វើប៉ះកំហុសណាខ្ញុំដឹងពី flow ការងារគេមួយចំនួនដែរដូចពាក់ព័ន្ធមួយ main contractor នេះពីច្រើនគាត់ឆាតprofit ពីលើហ្នឹងតែ8%ទៅ10%ទេព្រោះដើម្បីទុកspace សម្រាប់ឲ្យ sub contractor នេះគាត់ឡើងថែមណា10%ទៅ15%ណាបើការងារហ្នឹងគាត់ម៉ៅឲ្យគាត់តម្លាក់ឲ្យ staff ទៀតណាតែបើសិនជាគាត់ម៉ៅខ្លួនគាត់មានកម្លាំងធ្វើខ្លួនគាត់ហ្មងគឺគាត់អាចយកដល់15%អញ្ចឹងតាមក្រុមហ៊ុន standard មួយចំនួនណាដូចជា CBC របស់វៀតណាមហ្នឹងក៏ជាប៉ុណ្្នឹងដែរ CBC អីណាហើយតាមបារីមួយចំនួនដូចបារីអូកាដេអីខ្ញុំឃើញប៉ុណ្្នឹងដែរណាអញ្ចឹងសម្រាប់ថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេវីដេអូចែកម្លែកខ្លីងាយ basic របស់ QS សម្រាប់ការងារ Micro សម្រាប់បងជាងអីកុំឲ្យឆ្ងល់ទេថាហេតុអីយើងបានប៉ុណ្ណេះអញ្ចឹងណាពេលខ្លះតម្លៃដើមតើយើងវិភាគអញ្ចឹងណា